បើតាមចាស់ៗតែនិទានថាបើឮឆ្កែលូឬឆ្កែព្រុសនៅពេលកណ្ដាលអាធ្រាត្រយប់ស្ងាត់នៅភូមិណាមួយនៅក្នុងស្រុកណាមួយដែលក្រៅអំពីទីក្រុងព្រោះពុំសូវមានមនុស្សច្រើនកកនៅក្នុងពេលយប់ស្រុកភូមិនោះច្រើនតែកើតជំងឺពុំសូវបានសេចក្តីសុខទេត្បិតខ្មោចព្រាយបិសាចបានរាតត្បាតធ្វើឲ្យមនុស្សឈឺសឹងតែគ្រប់គ្នាពីព្រោះអ្វីពីព្រោះឆ្កែអាចមើលឃើញខ្មោចតាមដំណើរពីបរមរានមកចាស់តែនិយាយថាឆ្កែអាចមើលឃើញខ្មោចនោះគឺអាស្រ័យដោយរឿងដើមមួយគឺការជាយូរយារណាស់មកហើយមានបុរសម្នាក់ដើរទៅមើលគេលេងមេមត់ក៏ប៉ុន្តែមិនបានប្រកាសឈ្មោះបុរសនោះក៏ដើរទៅកន្លែងទីទួលមួយដែលមានព្រៃស៊ុបទ្រុបដែលមានគេកប់ខ្មោចនៅក្នុងនោះជាច្រើនលុះចូលដល់ព្រៃដែលមានខ្មោចក៏មានខ្មោចបានស្រែកហៅគាត់ថាពូផ្ដាំទៅប្រាប់ប្រពន្ធរបស់ខ្ញុំឲ្យមកផងបុរសនោះមិនចេះខ្លាចខ្មោចទេគាត់ដឹងថាខ្មោចហៅគាត់ពិតណាស់គាត់ធ្វើប្រងើយហើយឆ្លើយទៅវិញថាប្រពន្ធឯងនៅឯណាខ្មោចនោះបានឆ្លើយទៅវិញថាប្រពន្ធរបស់ខ្ញុំនៅឯផ្ទះលេងអារ៉ាក់ឯណោះបុរសនោះឮដូច្នេះហើយក៏សួរទៅវិញថាចោះឯងឲ្យអញប្រាប់ថាម៉េចបើអញមើលប្រពន្ធឯងមិនឃើញផងនោះក្នុងពេលនោះខ្មោចក៏ឲ្យប្រទាលប្រហោងគឺថ្នាំសម្រាប់មើលឃើញខ្មោចទាំងអស់ខ្មោចបានឲ្យប្រទាលនោះទៅហើយប្រាប់ទាំងឈ្មោះប្រពន្ធរបស់ខ្លួនផងបុរសនោះកាលបើបានប្រទាលប្រហោងហើយមើលឃើញខ្មោចពីពេញព្រៃគាត់ចេះតែដើរទៅគ្មានផិតភ័យខ្លាចអ្វីទាំងអស់គាត់ដើរតម្រង់ទៅរកផ្ទះដែលគេលេងអារ៉ាក់លុះដល់ផ្ទះនោះគាត់ឃើញខ្មោចស្រីកំពុងតែស៊ីពេលសំណែនដែលគេសែននៅពីពេញនឹងមានឃើញខ្មោចច្រើនគ្នាណាស់បុរសនោះក៏ស្រែកហៅទៅតាមឈ្មោះដែលប្តីរបស់ខ្មោចនោះបានផ្ដាំមកហើយបយដៃហៅចំពីមុខរួចនិយាយថាប្តីហងឯងឲ្យទៅវិញឲ្យឆាប់ពីព្រោះកូនយំខ្លាំងណាស់ខ្មោចនឹកឆ្ងល់ណាស់មិនក៏បុរសម្នាក់នេះអាចមើលឃើញអញទើបដើរសម្ដៅទៅហើយសួរថាចុះអ្នកឯងមិនក៏មើលអញឃើញបុរសនោះក៏បង្ហាញប្រទាលប្រហោងហើយឆ្លើយថានេះប្រទាលដែលប្តីរបស់ហងឲ្យអញបានជាអញមើលឃើញខ្មោចនោះគ្រាន់តែឃើញប្រទាលនោះភ្លាមក៏ស្ទុះទៅដណ្ដើមយកប៉ុន្តែបុរសនោះពុំព្រមឲ្យក៏វាយប្រតាយប្រតប់គ្នាដណ្ដើមប្រទាលនោះបុរសនោះក៏ចេះតែស្រែកហៅឲ្យគេឯងជួយប៉ុន្តែអ្នកណាក៏មើលទៅមិនឃើញថាបុរសនោះប្រយុទ្ធជាមួយនឹងនរណានោះដែរឃើញតែស្ទុះស្ទាតែម្នាក់ឯងម្ល៉េះហើយគេនាំគ្នាទៅជាស្រឡាំងកាំងរកជួយអ្វីមិនកើតលោកប្រតាយប្រតប់គ្នាអស់មួយសន្ទុះធំបុរសនោះក៏របូតដៃធ្លាក់ប្រទាលនោះទៅលើដីខ្មោចស្ទុះប្រងទៅរើសយកមកតែនៅពេលនោះសត្វឆ្កែមួយក្បាលបានឃើញហើយក៏ស្ទុះផ្លេតទៅត្របាក់លេបចូលនៅក្នុងពោះវាបាត់ទៅហេតុនេះហើយបានជាសត្វឆ្កែអាចមើលឃើញខ្មោចដោយសារតែមានរឿងនិទានយ៉ាងនេះបានជាមានជំនឿថាឆ្កែវាអាចមើលឃើញខ្មោចបើឆ្កែព្រុសលូនៅក្នុងពេលយប់ពីព្រោះវាមើលឃើញខ្មោចដើរមួយវិញទៀតមានមនុស្សច្រើនណាស់ដែលនៅតែជឿជាក់ហើយខំស្វែងរកប្រទាលប្រហោងដើម្បីយកមកប្រើការស័ក្តិសិទ្ធិនៅក្នុងរឿងរ៉ាវផ្សេងក៏ប៉ុន្តែមកទល់នឹងពេលនេះគឺពុំមាននរណាម្នាក់អះអាងថាមានប្រទាលប្រហោងនេះពិតប្រាកដនោះទេម្យ៉ាងទៀតបើទោះបីជាមានប្រទាលប្រហោងពិតមែននៅក្នុងសម័យនេះក៏គេមិនអាចធានាអះអាង 100% ថាពិតជាស័ក្តិសិទ្ធិដូចនៅក្នុងរឿងនិទាននោះដែរក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយនេះគឺជារឿងនិទានមួយដែលដូនតាយើងបាននិទានតគ្នាប្រហែលជាមានឬក៏មិនមែនឬក៏វាគ្រាន់តែជាការបោកបញ្ឆោតឬយ៉ាងណាបាទសូមឲ្យលោកស្រីអ្នកនាងកញ្ញាធ្វើការពិចារណាតាមការគួរចងចាំហើយនឹងធ្វើការពិចារណាដោយខ្លួនឯងទៅចោះបាទក៏សូមបញ្ចប់តែត្រឹមនេះសូមអរគុណសម្រាប់ការទស្សនាពីដើមរហូតដល់ចប់សូមជួយចុច Subscribe Channel ខ្ញុំបាទមួយផងដើម្បីអាចទស្សនាវីដេអូថ្មីៗក្រោយជាបន្តបន្ទាប់ទៀតសូមអរគុណគោរពលា